ក្រសួងកសិកម្មណែនាំមន្ត្រីជំនាញឲ្យត្រួតពិនិត្យនិងជួយផ្សព្វផ្សាយដល់ប្រជានេសាទក្នុងអន្តរកាលនៃរដូវបិទនេសាទនៅក្នុងភូមិសាស្ត្របឹងទន្លេសាបពីឧបករណ៍នេសាទឲ្យបានត្រឹមត្រូវដើម្បីជួយអភិរក្សនិងអភិវឌ្ឍធនធានជលផលនៅថ្ងៃទី9 ខែមិថុនាឆ្នាំ2025 អាយុត្តមប៉ែនផលីកាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញចុះទៅពិនិត្យនិងសួរសុខទុក្ខមន្ត្រីសង្កាត់រដ្ឋបាលជលផលសហគមន៍នេសាទផាត់សណ្ដាយនិងកងកម្លាំងចម្រុះនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅក្នុងឱកាសនោះអាយុត្តមអនុរដ្ឋលេខាធិការបានផ្ដល់អនុសាសន៍ដល់មន្ត្រីដែលប្រចាំការក្នុងភូមិសាស្ត្រជុំវិញបឹងទន្លេសាបត្រូវតែសហការជាមួយកម្លាំងចម្រុះឲ្យកាន់តែស្អិតរមួតនិងចុះល្បាតរួមគ្នាដើម្បីឲ្យបេសកកម្មនេះកាន់តែមានប្រសិទ្ធភាពទន្ទឹមនឹងនេះអាយុត្តមក៏បានណែនាំទៅមន្ត្រីជំនាញត្រួតពិនិត្យនិងជួយផ្សព្វផ្សាយឲ្យប្រជានេសាទក្នុងអន្តរកាលនៃរដូវបិទនេសាទនៅក្នុងភូមិសាស្ត្របឹងទន្លេសាបពីឧបករណ៍នេសាទឲ្យបានត្រឹមត្រូវដើម្បីជួយអភិរក្សនិងអភិវឌ្ឍធនធានជលផលឲ្យកាន់តែសម្បូរថែមទៀតធ្វើយ៉ាងណាឲ្យពួកគាត់អនុវត្តទៅតាមគោលការណ៍មួយដែលបានឯកភាពគ្នារវាងរដ្ឋបាលជលផលនិងមេបញ្ជាការដែលទទួលបន្ទុកកិច្ចការនេះអាយុត្តមប៉ែនផលីកាបានបញ្ជាក់ថាឆ្នាំនេះត្រីសម្បូរឯទឹកទន្លេក៏មិនសូវខ្វះបើប្រៀបធៀបទៅនឹងឆ្នាំមុនទោះបីជាយ៉ាងណាក៏ដោយក៏មានអ្នកនេសាទមួយចំនួនតែងតែលួចឆ្មក់ចូលទៅនេសាទក្នុងកន្លែងអភិរក្សទាំងនេះនៅពេលដែលយើងមានការធ្វេសប្រហែសតាមរយៈការពិនិត្យរបាយការណ៍សកម្មភាពប្រចាំថ្ងៃអាយុត្តមបានកោតសរសើរចំពោះការបំពេញកាតព្វកិច្ចរបស់ក្រុមចម្រុះដែលតែងតែទប់ស្កាត់បានល្អនិងទាន់ពេលវេលាអាយុត្តមអនុរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណចំពោះក្រុមការងារចំពោះបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិនិងតម្កល់ផលប្រយោជន៍ជាតិជាធំដើម្បីជួយទប់ស្កាត់បទល្មើសនិងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាបដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបានហើយមន្ត្រីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការនេះឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រកបដោយផ្លែផ្កា